គ្មាននរណាម្នាក់ដែលអត់ដឹងថាការផឹកស្រាធ្វើឲ្យប៉ះពាល់ទេធ្វើឲ្យខួរក្បាលខ្សោយធ្វើឲ្យជីវិតយើងវាអត់ល្អធ្វើឲ្យប៉ះពាល់សុខភាពតែសួរថាសប្តាហ៍ថ្ងៃកន្លែងណាខ្លះដែលអត់ផឹកស្រាច្រើនណាស់បងប្អូនបើប្រៀបជាមួយអ្នកផឹកស្រាហើយនឹងការអានសៀវភៅតិចមែនទែនប្រៀបជាមួយនឹងអ្នកដែលមើលវីដេអូរបៀបអត់ប្រយោជន៍ហើយនឹងវីដេអូដែលមានប្រយោជន៍គឺខុសគ្នាច្រើនណាស់ជាក់ស្ដែងអ្វីដែលខ្ញុំចង់និយាយចូលរួមនៅថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនថាมันខ្វះទេអ្នកដែលគេចង់ចូលរួមចែកម្លែកប៉ុន្តែពេលខ្លះគេមើលឃើញថាការចែកម្លែកនឹងមើលទៅមនុស្សក៏គាត់អត់ទទួលបានដែរអញ្ចឹងគេអត់ចង់និយាយទេឃើញថាការនិយាយអួតការសម្ញែងវាមានភាពតាក់ទាញច្រើនជាងឃើញថាការពាក់សិចស៊ីវាមានការទទួលចំណាប់អារម្មណ៍ច្រើនជាងឃើញថាមនុស្សចូលចិត្តអ្វីដែលភាពហ៊ឺហាលយឆាយអួតច្រើនជាងការដែលមនុស្សដាក់ខ្លួនឲ្យទាបធ្វើភាពសាមញ្ញហ្នឹងគឺវាមានតិចការចែកម្លែកចំណេះដឹងឃើញថាវាទទួលបានចំណាប់អារម្មណ៍តិចចង់ឲ្យធ្វើមនុស្សពេលខ្លះគេអត់ចង់និយាយទេពេលខ្លះការនិយាយចែកម្លែករបស់គេអត់មានបានប្រយោជន៍ពីយើងហើយយើងវាយប្រហារទៅគេទៀតអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាបើសិនមើលឃើញថាយើងចង់ឲ្យប្រទេសយើងរីកចម្រើនយើងចង់ឲ្យគ្រួសារយើងរីកចម្រើនយើងចង់ឲ្យខ្លួនយើងរីកចម្រើនតើយើងខ្លួនឯងចូលរួមបន្តិចសិនបើសិនខ្លួនយើងចាំតែគេឃើញអីយើងចាំតែគេឃើញអីថាគេល្អអាក្រក់យើងអត់ដែលមានមតិក្នុងការងើបឡើងប្រឈមនៅអ្វីដែលគិតថាត្រឹមត្រូវផងអាគេនិយាយទៅមើលទៅខាងណាច្រើនយើងទៅទាំងតែពេលខ្លះយើងឃើញថាវាខុសតែយកហ៊ានងើបប្រឆាំងទេព្រោះយើងខ្លាចគេថាឲ្យយើងគេរិះគន់យើង